សេពគប់បណ្ឌិតកាលដែលព្រះពុទ្ធឲ្យយើងឃ្លាតឆ្ងាយពីបុគ្គលពាលហើយទន្ទឹមនឹងពេលនោះយើងត្រូវបន្ទាបខ្លួនចូលទៅរកបណ្ឌិតអ្នកប្រាជ្ញដើម្បីទទួលនៅចំណេះដឹងនិងការប្រព្រឹត្តល្អជំនួសវិញពាក្យថាបណ្ឌិតមានន័យដូចម្ដេចបណ្ឌិតផ្លូវលោកមានសញ្ញាបត្រសម្រាប់បញ្ជាក់បណ្ឌិតផ្លូវធម៌មានការប្រព្រឹត្តជាក់ស្ដែងជាគ្រឿងសម្គាល់បណ្ឌិតមានន័យថាអ្នកប្រព្រឹត្តល្អដោយកាយវាចានិងចិត្តលក្ខណៈរបស់បណ្ឌិតចូលចិត្តធ្វើល្អ3យ៉ាងចូលចិត្តគិតល្អជាប្រក្រតីគិតចង់ជួយសង្គ្រោះឲ្យអភ័យចេះត្រិះរិះពិចារណារកហេតុផលបានយ៉ាងត្រឹមត្រូវមិនសម្ដែងអាការៈខឹងក្រោធទាំងកំរោលទេចូលចិត្តនិយាយល្អជាប្រក្រតីចូលចិត្តនិយាយពាក្យពិតមានប្រយោជន៍ទន់ភ្លន់មានមេត្តាចិត្តនិងត្រឹមត្រូវតាមកលៈទេសៈចូលចិត្តធ្វើល្អជាប្រក្រតីមានមេត្តាករុណាអាណិតអាសូរជួយសង្គ្រោះដល់អ្នកដទៃដែលទទួលរងគ្រោះពេលយើងសង្កេតឃើញមិត្តភក្តិណាមានអត្តចរិតស្លូតបូតសុភាពរាបសាររំទុំយើងត្រូវព្យាយាមចូលទៅចិត្តនិយាយរកសេពគប់ជាមួយព្រោះថាពេលយើងសេពគប់ជាមួយមិត្តល្អនោះគេនឹងជួយណែនាំយើងឲ្យធ្វើល្អមានសុជីវធម៌ខិតខំរៀនសូត្រមិនឲ្យកិច្ចសាលាឬដើរលេងប៉ោឡែដែលនាំឲ្យខូចអនាគតលក្ខណៈសម្បត្តិរបស់បណ្ឌិតការទទួលសញ្ញាបត្របណ្ឌិតអំពីស្ថាប័នសិក្សាណាមួយនៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់ជាបណ្ឌិតនៅឡើយទេបណ្ឌិតដែលត្រឹមត្រូវមានទាំងចំណេះដឹងមានទាំងសីលធម៌តាមលក្ខណៈដូចខាងក្រោមកតញ្ញូដឹងនៅឧបការៈគុណដែលគេធ្វើមកលើខ្លួនហើយធ្វើតបវិញអត្តសទ្ធិប្រព្រឹត្តធ្វើអំពើល្អដោយខ្លួនឯងបរិសទ្ធិណែនាំអ្នកដទៃឲ្យធ្វើល្អផងសង្ឃៈជួយសង្គ្រោះដល់អ្នកដទៃភាសិតបុរាណខ្មែរបានពោលថាមានចរិយាឥតវិជ្ជាដោយបុប្ផាឥតគន្ធាមានវិជ្ជាឥតចរិយាដោយផ្លែល្វាល្អតែក្រៅវិធីសង្កេតបណ្ឌិតចូលចិត្តធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួនឯងផងដល់អ្នកដទៃផងយើងអាចសង្កេតមើលលក្ខណៈរបស់បណ្ឌិតដូចខាងក្រោមបណ្ឌិតចូលចិត្តដឹកនាំក្នុងផ្លូវត្រូវមិនឲ្យជក់បារីផឹកស្រាលេងល្បែងជក់ថ្នាំញៀនជាដើមតែណែនាំឲ្យមានសិលធម៌ខំសិក្សារៀនសូត្រជាដើមដើម្បីបានជាពន្លឺសម្រាប់អនាគតរបស់យើងបណ្ឌិតតែងទទួលខុសត្រូវលើតួនាទីខ្លួនឯងគឺមិនរំខានឆាយឆៅអ្នកដទៃប្រឹងប្រែងធ្វើកិច្ចការងាររបស់ខ្លួនរហូតសម្រេចបណ្ឌិតចូលចិត្តធ្វើអ្វីដែលទៀងទាត់ត្រឹមត្រូវតាមច្បាប់ពេលគេដាស់តឿនកើនរំលឹកព្រមទទួលកំហុសគឺមិនខឹងចំពោះអ្នកទូន្មានហាក់ដូចជាគេប្រាប់កំណប់មាសដ៏មានតម្លៃព្រោះអាចកែកំហុសនោះហើយធ្វើល្អឡើងវិញបណ្ឌិតចូលចិត្តគោរពច្បាប់វិន័យគឺចង់ឲ្យកន្លែងមួយមានសណ្ដាប់ធ្នាប់ល្អមានសុជីវធម៌ត្រឹមត្រូវយើងត្រូវព្យាយាមស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូឪពុកម្ដាយអាណាព្យាបាលដែលមានបំណងល្អចំពោះយើងពួកគាត់គឺជាមិត្តភក្តិដ៏ល្អរបស់យើងដែលគាត់តែងតែមានចិត្តអនុគ្រោះណែនាំព្រានប្រដៅព្រោះគាត់ខ្លាចយើងធ្លាក់ទៅក្នុងផ្លូវខុសកត្តានាំឲ្យមានការរីកចម្រើនការរីកលូតលាស់ជាតម្រូវការនៃមនុស្សគ្រប់គ្នាការរីកចម្រើននោះចាំបាច់ត្រូវអាស្រ័យហេតុដូចខាងក្រោមសពបរិសោបសង្សេវៈការសេពគប់បុគ្គលអ្នកចេះដឹងដូចជាសិស្សត្រូវអាស្រ័យលោកគ្រូអ្នកគ្រូជាអ្នកអប់រំពន្យល់ណែនាំទើបជាអ្នកចេះដឹងទើបអាចក្លាយជាអ្នកចេះដឹងបានសវនំស្ដាប់ការពន្យល់ណែនាំព្រានប្រដៅដោយយកចិត្តទុកដាក់យោនិសោមនសិការោត្រិះរិះពិចារណារកហេតុផលដោយប្រាជ្ញាមិនធ្វេសប្រហែសធម្មានុធម្មបដិបត្តិអនុវត្តប្រតិបត្តិតាមឲ្យបានរឿយដូចជាបើមានលំហាត់ត្រូវធ្វើឲ្យបានញឹកញាប់ឲ្យស្ទាត់ជំនាញអ្នកត្រូវព្យាយាមស្វែងរកសេចក្តីចម្រើនដោយខ្លួនឯងផ្ទាល់មិនត្រូវពឹងផ្អែកទៅលើឪពុកម្ដាយក្រុមគ្រួសារជួយទាំងស្រុងឡើយមិនត្រូវធ្វើជាមនុស្សអសមត្ថភាព
កត្តានាំឲ្យខ្លួនជាបណ្ឌិតអ្នកណាក៏ចង់ឆ្លាតវាងវៃចង់ក្លាយជាបណ្ឌិតដែរដើម្បីក្លាយជាបណ្ឌិតជាអ្នកចេះដឹងត្រូវបំពេញកត្តាដូចខាងក្រោមសុគឺសុត្តៈប្រែថាស្ដាប់បានដល់ស្ដាប់គ្រូបញ្យល់មេរៀនដោយយកចិត្តទុកដាក់មិនប្រឡែងគ្នាឬមាត់លោឡាឡើយចេគឺចិន្តាប្រែថាគិតពិចារណារកហេតុផលក្នុងមេរៀនពុគឺពុច្ឆាប្រែថាសួរអ្វីដែលខ្លួនឆ្ងល់មិនទាន់អស់សង្ស័យលិគឺលិខិតៈប្រែថាសរសេរកត់ត្រាទុកនៅអ្វីដែលចេះចាំនោះលក្ខខណ្ឌប្រកបទាំង4ខាងលើនេះនឹងជំរុញយើងឲ្យคล้ายទៅជាមនុស្សឆ្លាតវាងវៃហើយអាចសម្រេចការងារគ្រប់បែបយ៉ាងផលប្រយោជន៍នៃការមិនសេពគប់បុគ្គលពាលមិនធ្លាក់ទៅក្នុងផ្លូវខុសរីកចម្រើនទាំងចំណេះដឹងនិងសិលធម៌មានកេរ្តិ៍ឈ្មោះល្អមិនមានអន្តរាយពីបុគ្គលពាលបានសេចក្តីសុខទាំងក្នុងលោកនេះនិងបរលោក